ចង់ចាំជ្រូកព្រៃជ្រូកកណ្ដុរបងប្អូនសំលុយបងប្អូនសំតិចម្ដងទៅអាចទិញមួយយកទៅចាំសិនក៏បានតែយល់ល្អយើងទិញញីមួយឈ្មោលមួយណាអញ្ចឹងរយៈពេល5-6 ខែវាអាចផើមវាអាចកូនអញ្ចឹងយើងអាចចាំកូនតទៅទៀតចាំជ្រូកព្រៃជ្រូកកណ្ដុរនេះវាធន់ជំងឺហើយងាយស្រួលចាំហើយបានថ្លៃបងប្អូនអញ្ចឹងបងប្អូនមានតម្រូវការបងប្អូនអាចខមមិនអញ្ចឹងខ្ញុំនឹងតាក់ទងទៅអរគុណបងប្អូនហើយនេះខ្ញុំឲ្យបាយជ្រូកស៊ីលាយមានចេកមានបន្លែគ្រប់មុខចឹងទៅយើងដាក់ស្ងោរទៅវាចូលចិត្តអញ្ចឹងមកទឹកបើវាម្ដងទៅហើយជាធម្មតាវាស៊ីចំណីធម្មជាតិវាឈ្មោះរកស៊ីខ្លួនវាខ្លះទៅយើងឲ្យហាន់ដាំចេកឲ្យស៊ីយើងបេះស្លឹកបាសមានជាស្លឹកបាសមានបន្លែផ្សេងទៀតដូចជាតកួនអីជាដើមណាក៏យើងអាចឲ្យវាស៊ីបានដែរអញ្ចឹងបន្លែយើងមាននៅក្នុងដីស្រាប់អញ្ចឹងយើងបេះឲ្យវាស៊ីទៅវាចូលចិត្តអាហារបន្លែធម្មជាតិអញ្ចឹង